Patrick Robson របស់ប្រកាន់រាជស្វាយរៀងពិតជារស់រវើកនៅក្នុងការប្រកួតទល់នឹង SP Falcon ដែលយកឈ្នះ3-0នៅពហុកីឡដ្ឋានជាតិមកដល់ដេជោនេះគឺជាកំណត់ត្រាឈ្នះបាទ2រដូវកាលជាប់គ្នានៅក្នុងពានរង្វាន់ AFC Challenge League រដូវកាលមុនក៏ឈ្នះ2-1ឥឡូវនេះគឺឈ្នះដាច់ផឹង3-0ហើយចំណែកភ្នំពេញ Crown វិញក៏លេង 100% ចង់ឈ្នះខ្លាំងណាស់ដែរទោះបីជាប៉ះក្រុមម្ចាស់ផ្ទះ DY United ក៏ដោយពីនៅពេលដែលកាតក្រហមមួយតាំងនាទី64ដែល66ដែលកាតក្រហមហ្នឹងគឺមិនគួរឲ្យកាតក្រហមទេបងប្អូនកាតក្រហមដេរិចទៀតបាទគឺគ្រាន់តែហៅថាប៉ះពៀគ្នាបន្តិចហើយនឹងប៉ះពីមុខឲ្យត្រូវក្បាលគាត់ធ្វើពុតត្រូវក្បាលណាកីឡាករដែលវាយ United មិនដែរធ្វើម៉េចអាញាកដាលគាត់ឲ្យកាតក្រហមត្រូវតែក៏ពិតត្រូវប្រជែងគ្នាហើយគាត់យកបាល់ពាំងអីចឹងណាគឺកាយវិការមិនជាធ្ងន់ណាស់ណាទេប៉ុន្តែអាញាកដាលឲ្យកាត់ក្រហមបាទសិតតែរឿងដែលមិនគួរតែយ៉ាងណាបានមួយបន្ទុកបាទបានមួយបន្ទុកដើម្បីជាបន្ទុកដ៏សំខាន់ដែរទោះបីមួយបន្ទុកក៏ដោយគឺ3បន្ទុកក៏ដោយតែភ្នំពេញក្រោនត្រូវប៉ះសាន United ទៀតចឹងគឺត្រូវតែឈ្នះដាច់ខាតបងប្អូនចឹងទៅមើលឱកាសល្អខ្លះដូចជាការលេងរបស់ស្វាយរៀងមើលទៅរៀងណែនបាទបងប្អូនអរគ្នាតើយើងមកមើលឱកាសល្អហើយជាពិសេសគឺការលេងយ៉ាងរស់រវើករបស់ប្រកាន់រាជស្វាយរៀងគឺទល់នឹង SP Falcon ហ្នឹងគឺខាងឆ្វេងតែម្ដងបងប្អូនដែល Patrick Robson ហ្នឹងគឺតែងតែបង្កើតឱកាសនឹងការទាត់ខ្លួនឯងនិង assist ឬក៏បញ្ជូនបាល់ឲ្យKwame Pepras ហ្នឹងគឺរកបាន2គ្រាប់ផងហើយនិយាយរួមទៅគឺធ្វើបានល្អមែនទែនសម្រាប់ Patrick Robson ហើយតកតងទៅនឹងភ្នំពេញក្រោនពេលបាត់អសល់គ្នា10នាក់តាំងពីទី66ប៉ុន្តែអាចមានឱកាសបាល់ខ្លះតែយ៉ាងណាក៏ដោយទោះបីជា DY United ហ្នឹងគឺមានប្រៀបជាងបាទមានប្រៀបជាងសម្រាប់ភ្នំពេញក្រោនហ្នឹងណាតែគាត់ថាលទ្ធផលនេះគឺអាចទទួលយកបានហើយព្រោះការក្រហមហើយនៅទប់ DY United ដែលជាក្រុមម្ចាស់ផ្ទះបានទៀតបាទបងប្អូនតាខ្ញុំនេះគឺឱកាសនិយាយរួមទៅតាមរយៈណែ Flash Score ណាបងប្អូនចូលប្រាប់បន្តិចថាតាមរយៈ Flash Score ឃើញគេដាក់នៅខាងប្រកាន់រាជស្វាយរៀងគឺបើនិយាយពីបាល់គ្រប់គ្រងហ្នឹងរហូតដល់ 70% ហើយ SP Falcon គឺត្រឹមតែ 30% ទេប៉ុណ្ណឹងប្រហែលហ្នឹងហើយបើនិយាយពីទាត់សម្ដៅទីរហូតដល់8ដងប្រកាន់រាជស្វាយរៀងដែលចំគោលដៅហើយសម្រាប់ SP Falcon គឺទាត់ចំគោលដៅតែ3ដងទេបងប្អូននេះឱកាសនេះគឺឱកាសចេញពី SP Falcon ហើយខ្ញុំឲ្យបងប្អូនមើលបន្ថែមទៀតទៅខាងមុខបាទនេះនៅពេលដែលបាល់បានប្រយុទ្ធមកគឺឡើងមកស្រោះគ្នាតែម្ដងបងប្អូនក្នុងនេះគឺយើងឃើញមានមិនរតនៈមានញៀនសុស៊ីដានដោយកណ្ដាលនេះគឺដូចវិសាលអីគាត់ព្យាយាមឡើងបាទកង់មកខាងលើខ្វាមេគាត់ធ្វើចលនាល្អមែនតើកន្លែងនេះបាទពេលដែលអានេះខ្ញុំនិយាយពីបាល់ប្រយុទ្ធណាខ្លះជូនបងប្អូនកន្លែងនេះក៏ដូចគ្នាដែរសិតតែថា Patrick Robson ហ្នឹងគឺបិទ2.2ហើយគឺបិទអត់ជាប់បាទបិទអត់ជាប់ទេគឺមានឱកាសក្នុងការបោះកាត់ចូលមកហូរហែបាទកន្លែងនេះគឺគាត់មកគាត់ទាត់ខ្លួនឯងប៉ុន្តែ off target មានន័យថាបាល់ខុសបន្តិចណាបងប្អូនគាត់ស្ដាយរបស់គាត់នេះក្នុងគូរង្វង់នេះបាទហើយកន្លែងនេះគឺ Patrick Robson បាទវគ្គទី2ក៏មានឱកាសក្នុងការទាត់ដូចគ្នាដែរប៉ុន្តែដូចជាប៉ះនឹងបកគោលបាទខាងឆ្វេងបន្តិចអត់ចូលទីទេបាទនេះក៏បោះបញ្ជូនមកបាទនេះត្រឡប់មកវគ្គទី1រៀងត្រឡប់លិនតិចរូបដែលខ្ញុំដាក់មិញវាខុសគោលដៅតិចតែមិនអីទេបាទនេះគឺ Patrick Robson ក៏បញ្ជូនមកខ្វាមេហើយបាល់នេះគឺសង្គ្រោះបានដោយអ្នកចាំទីរបស់ SP Falcon ណាបងប្អូនហើយកន្លែងនេះគឺចេញពី Patrick Robson នឹងទៀតគឺជាកីឡាករល្អបំផុតហើយនៅក្នុងការប្រកួតនេះ Patrick Robson បោះពីឆ្វេងមកគឺ SP Falcon បិទមិនជាប់បងប្អូនលើឆ្វេងមកមិនរតនៈបាទពេនខុសទេកន្លែងនេះពេនមកខុសតែវម្នាក់បន្តិចកំអីហ្នឹងគឺមានឱកាសបាទរកគ្រាប់បាល់បានហើយមិនរតនៈបាទនេះកន្លែងនេះគឺជាគ្រាប់បាល់របស់ខ្វាមេឃើញទេបាទគឺចលនាខ្វាមេគាត់ទៅតែម្ដុំហ្នឹងអង្គទី1ហ្នឹងគឺមកគឺ Patrick Robson គឺគាត់បញ្ជូនមកគឺមកល្មមគាត់លូកជើងទៅគឺចូលទីតែម្ដងបាទអញ្ចឹងគឺមិនមែនឃើញបងប្អូនឃើញប្រមាណបាល់ច្រើនបាល់ហើយការរត់របស់ខ្វាមេបងប្អូនឃើញទេនេះបាទឃើញទេបាទគឺមកក្បែរហ្នឹងគឺឃើញអត់នេះបងប្អូននេះឃើញ Patrick Robson គាត់ចលនាមកនេះគឺខ្វាមេ
ដាច់ខាតនៅតែអង្គទី1នៅហ្នឹងនេះសិតតែការរៀបចំណាបងប្អូនណាមិនមែនចេះនេះព្រោះច្រើនបាល់ហើយដែលគឺ Fame រត់បែបហ្នឹងណាអញ្ចឹងគឺយើងអាចមើលឃើញពីការរៀបចំរបស់លោក Matthew Concave បានអញ្ចឹងឲ្យតែ Patrick Ralston មក Fame មានឱកាសក្នុងការទាត់ទីបាទអញ្ចឹងនេះគឺជាគ្រាប់បាល់ទី1ដែលបងប្អូនបានឃើញមិញនេះគឺគ្រាប់បាល់ទី2បាទតែបាទនៅវគ្គទី1គឺបញ្ជូនមកល្មមឲ្យខ្វាមេបាទហក់ទៅប្រជែងគឺប្រជែងអត់មានកីឡាករណាដែលប្រជែងឈ្នះខ្វាមេហើយអ្នកដែលបញ្ជូន Patrick Robson ហ្នឹងគឺគាត់បញ្ជូនមកគឺសំដៅមករកខ្វាមេ Pepras ហ្នឹងតែម្ដងបងប្អូនបាទនេះកន្លែងនេះគឺគ្រាប់ទី3របស់ Takashi Odawara នាទីទី61ហើយបាទសម្រាប់ Odawara នេះឲ្យតែមានបាល់ប្រយុទ្ធគឺភាគច្រើនគឺការលេងគាត់ខុសពីដូវកាលមុនគឺគាត់លេងការពារគឺការពារសុទ្ធស្របការដឹកនាំរបស់លោកប៉េប Munoz ប៉ុន្តែលោក Mark Concave នេះគឺជាទូទៅពេលខ្លះហើយគាត់លេងការពារប៉ុន្តែអាចឡើងតែថាបាល់កំពុងតែប្រយុទ្ធចឹងទៅគឺទុកខ្សែការពារតែ3នៅក្រោមទេវាហាក់ឲ្យ Odawara ដើរតួនាទីបម្រើហើយគឺអាចមានឱកាសក្នុងការឡើងប្រយុទ្ធបាល់ហើយបាល់ set piece ឡើងអីហ្នឹងគឺគាត់មានឱកាសបាទឡើងប្រយុទ្ធហើយឡើងមកកន្លែងនេះគឺគឹមសុខយុទ្ធគាត់បញ្ជូនទៅក្នុងវងដែលខ្ញុំគូនេះគឹមសុខយុទ្ធបញ្ជូនទៅហើយគាត់រត់គឹមសុខយុទ្ធគាត់រត់មកមុខដូចលេង 1 2អញ្ចឹងណាប៉ុន្តែគាត់ថាបានហើយគឺTakashi គាត់ទាញទាត់យកតែម្ដងល្អបាទហ្នឹងបាទតោះយើងចូលដល់ភ្នំពេញក្រោនគេសម្រុកខ្លាំងមែនទែនបាល់កន្លែងនេះគឺបុកទៅគោលទីខាងស្ដាំដែលអ៊ុំវិចិត្រក៏សង្គ្រោះបាល់បានច្រើនកន្លែងនេះគឺoff target ទេនៅខាងក្រៅបន្តិចបាទនិយាយរួមទៅគឺគេបុកច្រើនកន្លែងនេះក៏ទៅខាងបង្គោលខាងឆ្វេងដែរបាទប៊ីសដែរណាគេបុកច្រើនណាស់បងប្អូនគ្រប់ណាមួយគេម្ចាស់ផ្ទះផងហើយគេជាក្រុមខ្លាំងមួយដល់កាលមុនលេខ2ណា Dewa United នេះកន្លែងនេះទាត់មកប៉ែវខុសទីបន្តិចកុំអីចូលដែរបាទឱកាសគេច្រើននេះខ្ញុំមើល highlight បងប្អូនអត់បានមើលដល់វិញប៉ុន្តែសម្រាប់ភ្នំពេញក្រោនគឺខ្ញុំបានមើលពីការក្រហមទៅគឺថាគេបុកច្រើនប៉ុន្តែភ្នំពេញក្រោនការពារបានល្អហើយឆ្មក់ឲ្យវាបកបាទនេះគឺភារៈគាត់នេះកន្លែងនេះគឺកន្លែងគ្រាប់បាល់គេបាទគ្រាប់បាល់គេរកបានដូចអំឡុងនាទីទី70 71ហ្នឹងគឺគេទាត់ពីចម្ងាយបាល់គេលេង set piece ទេបាល់ហ្នឹងប៉ុន្តែទាត់ពីចម្ងាយមកអ៊ុំវិចិត្រគាត់ថាគាត់ចាប់គាត់ដូចអត់ដល់គាត់សឹងតែអស់ចំហបាល់ហ្នឹងប៉ះដៃហើយគាត់ធ្លាក់មកក្រោយខ្នងគាត់ហ្នឹងក៏ចូលទីទៅហើយនាទីទី74ឡុងវិរៈបញ្ជូនមកបាទដៃយើគាត់ហក់ពេនហើយក៏ចូលទីបានយ៉ាងឆ្ងាញ់អញ្ចឹងបាទនេះគឺជាបាទការប្រកួតមួយដ៏ជក់ចិត្តហើយនៅសល់10នាទីជាងចុងក្រោយគឺភ្នំពេញក្រោនគ្នាតែ10នាក់ហ្នឹងគឺថារត់ឯងមកទំភឹងបុបបាទគឺសរសើរដែរដែលអាចការពារបានជាពិសេសគឺការពារបានច្រើនបយាយងខាងស្ដាំអត់ងាយឲ្យទៅប្រេបដាហើយ Captain ជាមួយនឹង Fair គឺថា3នាក់ហ្នឹងគឺធ្វើការងារនៅមុខទីហ្នឹងគឺ block ជាប់ដល់លឿនអាសល់បាទ10នាទីជាងចុងក្រោយហ្នឹងគឺថាគេបុកខ្លាំងមែនទែនភ្នំពេញក្រោនមានឱកាសត្រឹមតែវាយបកប៉ុន្តែវាយបកមកពី2នាក់បោះផុសបាល់ទៀតឬក៏ទាត់ពីចម្ងាយទាត់អីទៅគឺគេហៅថាទាត់មិនសូវជាចំទីទេបាទព្រោះសារអត់ឱកាសក្នុងការទាត់ណាបាទនេះកន្លែងនេះអីគេឈរទាត់តែឯងដែរណាបងប្អូននេះឱកាសមិនមែនមានតែប៉ុណ្្នឹងគឺច្រើនទៀតខ្ញុំមើលតែគាត់ថាខ្ញុំគាត់នឹងសង្ខេបជូនបងប្អូនថាគេមានឱកាសទាត់គាត់ថាអ៊ុំវិចិត្រហ្នឹងក៏សង្គ្រោះបាល់ច្រើនដែរអា10នាទីចុងក្រោយ10នាទីជាងចុងក្រោយហ្នឹងហើយគេទាត់ហើយបាទបុកហើយប៉ុន្តែខ្សែការពារបាទល្អមែនទែនបាទសម្រាប់ភ្នំពេញក្រោនបងប្អូននេះអ្វីដែលខ្ញុំមើលឃើញត្រួសជូនបងប្អូនហើយបើបងប្អូនមានគំនិតយោបល់អីអាចដាក់បន្ថែមហើយប្រកាន់រាជស្វាយរៀងបាទត្រូវប៉ះអ៊ីសារ៉ាគឺនៅថ្ងៃទី29ម៉ោង7យប់នៅពហុកីឡដ្ឋានជាតិមកដកតេជោហើយភ្នំពេញក្រោនបាទត្រូវប៉ះសាន United ដែលត្រូវតែឈ្នះដាច់ខាតដើម្បីបន្តពន្លឺទៅវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ AFC Challenge League វគ្គចែកពូជនេះអញ្ចឹងភ្នំពេញក្រោនត្រូវប៉ះនឹងសាន United ដែលជាក្រុមដែលប្រខ័ណ្ឌរាជស្វាយរៀងទើបតែដាប់នៅក្នុងពានរង្វាន់Asian Club Championship 3-0ដែរបងប្អូនបាទស្ថាបនិក 3-0 គឺស្វាយរៀងឥឡូវមក 3-0 ទៀតឈ្នះសិតតែ 3-0 បាទអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានវីដេអូនេះជួបគ្នាវីដេអូក្រោយបាទ